រឿងសក់ខ្មោចគុនធាគឺជានារីដ៏ស្រស់ស្អាតម្នាក់ដែលមានសក់ខ្លីត្រឹមស្មាគុនធាបានឡើងមករស់នៅទីក្រុងភ្នំពេញហើយបានធ្វើការនៅក្នុងភោជនីយដ្ឋានរាត្រីមួយកន្លែងនៅម្ដុំខណ្ឌសែនសុខដោយបានជួលបន្ទប់មួយដើម្បីស្នាក់នៅតែម្នាក់ឯងព្រោះនាងចូលចិត្តសេរីភាពនាថ្ងៃមួយគុនធាបានប្រទះឃើញគេលក់សក់ពាក់វែងត្រឹមចង្កេះមួយដ៏ស្រស់ស្អាតដោយសក់នោះមានពណ៌ខ្មៅរលោងហើយនាងក៏បានសម្រេចចិត្តទិញសក់នោះមកពាក់បន្ទាប់ពីគុនធាបានពាក់សក់នោះហើយនាងក៏ស្រាប់តែមានអារម្មណ៍ថាកាន់តែស្រឡាញ់សក់នោះលើដើមដោយសារតែសក់នោះបានធ្វើឲ្យនាងមើលទៅល្អគុណលើដើមព្រមទាំងសម្រស់ដ៏ស្រស់ស្អាតរបស់នាងស្រាប់អ្នកធ្វើការជាមួយនឹងនាងបានកោតសរសើរនាងមិនដាច់ពីមាត់ហើយក៏មានអ្នកខ្លះសុំពាក់សក់របស់នាងទៀតផងតែត្រូវនាងបដិសេធម៉ោង 2 រំលងអធ្រាត្រគុនធាបានចេញពីកន្លែងធ្វើការរបស់នាងក្នុងស្ថានភាពស្រវឹងបន្តិចបន្តួចនៅពេលដែលគុនធាបានមកដល់បន្ទប់ជួលនាងក៏បានផ្លាស់ខោអាវដើម្បីរៀបចំងូតទឹកអាវនឹងចូលគេងគុនធាក៏បានដោះសក់ពាក់របស់នាងចេញហើយនាងក៏បានយកវាទៅដាក់តាំងនៅលើតុក្បែរក្រែដេករបស់នាងបន្ទាប់ពីគុនធាបានងូតទឹករួចរាល់ហើយនាងក៏បានចូលដេកហើយក្នុងយប់នោះនាងក៏បានយល់សប្តិឃើញថានាងកំពុងតែដេកនៅក្នុងបន្ទប់ជួលរបស់នាងហើយអ្វីដែលគួរឲ្យខ្លាចនោះគឺមាននារីម្នាក់ដែលស្លៀកពាក់ឆើតឆាយកំពុងតែឈរនៅក្បែរក្រែរបស់នាងនៅពេលដែលគុនធាព្យាយាមមើលមុខរបស់នារីម្នាក់នោះនាងស្រាប់តែមានអារម្មណ៍ភ័យខ្លាចដោយសារតែនារីម្នាក់នោះមានក្បាលត្រងោលហើយនៅករបស់នាងមានខ្សែក្រវ៉ាត់មួយដែលមានរឹតករបស់នាងរហូតដល់ជាន់នារីម្នាក់នោះក៏បាននិយាយថាសងរបស់យើងវិញមកសងរបស់យើងវិញមកឯងសងរបស់យើងវិញមកគុនធាក៏បានស្រែកយ៉ាងខ្លាំងហើយនាងក៏បានក្រោកពីការយល់សប្តិអាក្រក់នោះដោយនាងបានបែកញើសជុកពេញខ្លួនគុនធាបានមើលជុំវិញខ្លួនរបស់នាងតែមិនឃើញនារីក្បាលត្រងោលនោះឡើយហើយនាងក៏បានធូរស្រាលចិត្តបន្តិចដោយគិតថាប្រហែលជានាងអស់កម្លាំងពេកក៏បានដេករវើរវាយបន្ទាប់មកគុនធាក៏បានដេកទៅវិញហើយអ្វីដែលចម្លែកនោះគឺថានាងមិនបានចាប់អារម្មណ៍ថាសក់ពាក់ដែលនាងបានដាក់នៅលើតុក្បែរនោះបានបំលាស់ទីរំកិលខិតមកជិតក្រែរបស់នាងនោះឡើយពេលព្រឹកក៏បានចូលមកដល់គុនធាបានក្រោកឡើងហើយងូតទឹករៀបចំខ្លួនចេញទៅក្រៅបន្ទាប់ពីរៀបចំខ្លួនហើយគុនធាក៏បានយកសក់នោះមកពាក់ដោយសារតែនាងស្រឡាញ់សក់នោះពេកហើយតែងតែចង់ពាក់វាជានិច្ចរៀងរាល់ពេលដែលនាងចេញទៅក្រៅគុនធាក៏បានចំណាយពេលរបស់ខ្លួនក្នុងស្ថានភាពធម្មតាដោយមិនឃើញមានអ្វីដែលចម្លែកកើតឡើងឡើយហើយនាងក៏បានភ្លេចរឿងយល់សប្តិកាលពីយប់មិញដោយសពរាល់ដងគុនធាចេញពីធ្វើការនៅម៉ោង 2 រំលងអធ្រាត្រហើយនាងក៏បានធ្វើដំណើរទៅបន្ទប់ជួលរបស់នាងបន្ទាប់ពីគុនធាបានងូតទឹកហើយនាងក៏បានចូលដេកដោយដោះសក់ពាក់របស់នាងទុកនៅលើតុក្បែរក្រែដេកដោយសពដងមិនខុសពីយប់ម្សិលមិញប៉ុន្មានទេគុនធាក៏បានយល់សប្តិឃើញនារីក្បាលត្រងោលនោះម្ដងទៀតតែលើកនេះឡើយមុខរបស់នាងមានសត្វតែស្នាមជាំហើយភ្នែករបស់នារីម្នាក់នោះបើកធំធំឈោសម្លាប់មកគុនធាហាក់ដូចជាចង់ស្ទុះមកច្របាច់ករបស់នាងនារីក្បាលត្រងោលក៏បានស្រែកដាក់គុនធាថាសងរបស់យើងវិញមកឯងសងរបស់យើងវិញមកសងរបស់យើងវិញមកស្រែករួចនារីរូបនោះក៏បានស្ទុះចូលមកប្រងនិងច្របាច់កគុនធាតែគុនធាក៏បានស្ទុះក្រោកអង្គុយហើយលុតចេញពីក្រែយ៉ាងលឿនតាមដែលអាចធ្វើបានបន្ទាប់មកនាងក៏បានងាកក្រោយរកមើលនារីក្បាលត្រងោលនោះម្នាក់តែមិនឃើញមានវត្តមានរបស់អ្នកណាក្រៅផ្សេងពីខ្លួនឯងឡើយគុនធាក៏ចាប់ផ្ដើមដកដង្ហើមមួយហើយប្រឹងសម្រួលអារម្មណ៍បន្ទាប់មកនាងក៏បានមើលទៅលើតុដែលនៅក្បែរក្រែដេករបស់នាងហើយទឹកមុខរបស់នាងក៏បានប្រែប្រួលទៅជាភ័យតក់ស្លុតយ៉ាងខ្លាំងដោយសារតែសក់ពាក់របស់នាងដែលបានទុកនៅលើតុនោះបានរំកិលខិតចូលមកលើក្រែរបស់នាងនៅពេលនោះដែលគុនធាចាប់ផ្ដើមគិតថាសក់ពាក់នោះមិនមែនជាសក់ធម្មតាឡើយដោយសារតែវាមិនអាចជារឿងចៃដន្យឡើយដែលនាងបានយល់សប្តិចម្លែកនៅក្នុងរយៈពេល2យប់ជាប់គ្នាគុនធាក្នុងអាការៈភ័យតក់ស្លុតក៏បានយកសក់ពាក់នោះទៅដាក់ទុកនៅក្នុងទូដាក់ខោអាវហើយនាងក៏បានអង្គុយមើលទូនោះរហូតដល់ភ្លឺដោយសារតែនាងខ្លាចដេកយល់សប្តិឃើញនារីក្បាលត្រងោលនោះម្ដងទៀតពេលព្រឹកក៏បានចូលមកដល់គុនធាហេតុតែអស់កម្លាំងពេកក៏បានដេកលក់បាត់ដោយមិនដឹងខ្លួនហើយនាងបានដេករហូតដល់ម៉ោង 12 ថ្ងៃត្រង់
នៅពេលដែលគុនធាដឹងខ្លួនឡើងនាងក៏បានងាកមើលទៅទូដាក់ខោអាវនោះយ៉ាងលឿនខ្លាចថាសក់ពាក់នោះបានវាចេញពីទូតែផ្ទុយពីការគិតរបស់នាងសក់ពាក់នោះស្ថិតនៅក្នុងទូជាធម្មតាទេគុនធាក៏បានងូតទឹករៀបចំខ្លួនចេញទៅក្រៅតែលើកនេះនាងមិនយកសក់ពាក់ទៅតាមខ្លួនឡើយគុនធាក៏បានទៅធ្វើការដូចធម្មតាហើយគេគ្រប់គ្នាក៏បានសួរនាំថាគុនធាឯណាសក់ពាក់របស់ឯងមិនអត់ឃើញពាក់មកអញ្ចឹងគុនធាក៏បានតបថាគ្នាមិនចង់ពាក់ទេថ្ងៃនេះអ្នកធ្វើការជាមួយគ្នាក៏បាននិយាយបន្តថាតែឯងថាស្រឡាញ់វាស្ទើរលេបនោះអីគ្រាន់តែលើសំណួរនេះភ្លាមគុនធាស្រាប់តែស្លេកមុខស្លេកមាត់ហើយក៏ឆ្លើយយ៉ាងលឿនថាឯងនេះចេះតែនិយាយប្រេះផ្ដាស់ហើយមិនរងចាំឲ្យគេសួរបន្តទៀតគុនធាក៏បានដើរចេញយ៉ាងលឿនដែលធ្វើឲ្យគេគ្រប់គ្នាងឿយឆ្ងល់យ៉ាងខ្លាំងក្រោយចប់ម៉ោងធ្វើការគុនធាក៏បានត្រឡប់មកផ្ទះវិញហើយនៅពេលដែលនាងមកដល់ផ្ទះនាងស្រាប់តែមានអារម្មណ៍ថាត្រជាក់ខុសពីធម្មតាហើយនាងក៏ស្រាប់តែនឹកឃើញដល់សក់ពាក់មួយនោះគុនធាក៏បានដើរទៅបើកទូដាក់ខោអាវហើយក៏ឃើញថាសក់ពាក់នោះបានបាត់ពីក្នុងទូភ្លាមនោះទឹកមុខរបស់គុនធាក៏បានប្រែទៅជាផិតភ័យហើយនាងក៏បានស្ទុះរត់ចេញពីបន្ទប់ដេកក្នុងគោលបំណងចេញទៅក្រៅគ្រាន់តែនាងចេញពីបន្ទប់ដេកហើយគុនធាក៏ស្រាប់តែមានអារម្មណ៍ថាជាន់របស់អ្វីមួយដែលត្រជាក់ខ្លាំងគុនធាក៏បានមើលចុះក្រោមហើយនាងក៏បានឃើញថាជើងរបស់នាងបានជាន់សក់ពាក់មួយនោះបន្ទាប់មកគុនធាក៏បានដួលអុកគូតដោយសារតែនាងតក់ស្លុតនៅក្នុងចិត្តពេកហើយនាងក៏បានវាថយក្រោយដើម្បីបង្កើតគម្លាតពីសក់ពាក់មួយនោះនៅពេលដែលគុនធាវាបានបន្តិចម្រាមដៃរបស់នាងស្រាប់តែបានប៉ះនឹងជើងរបស់អ្នកណាម្នាក់ហើយជើងមួយនោះមានសភាពត្រជាក់ខ្លាំងបេះដូងរបស់គុនធាក៏បានលុតញាប់លើសពីធម្មតាស្របពេលដែលនាងបានព្យាយាមបែកក្បាលរបស់នាងបន្តិចម្ដងដើម្បីងាកមើលទៅក្រោយមួយរំពេចនោះគុនធាក៏បានប្រទះឃើញនារីក្បាលត្រងោលបានឈរនៅពីក្រោយនាងហើយនារីនោះប្រើក្រសែភ្នែកចង់អាឃាតសម្លាប់មើលមកនាងគុនធាក៏បានបាត់បង់ស្មារតីហើយនៅមុនពេលដែលនាងសន្លប់នាងបានលឺនារីក្បាលត្រងោលនោះនិយាយថាឆាប់សង់របស់យើងវិញភ្លាមគុនធាក៏បានស្ទុះក្រោកឡើងបន្ទាប់ពីនាងបានលឺសំឡេងទូរស័ព្ទរបស់នាងគុនធាបានមើលជុំវិញខ្លួនតែមិនឃើញនារីក្បាលត្រងោលនោះឡើយផ្ទុយទៅវិញនាងបានឃើញសក់ពាក់ឬអាចនិយាយបានថាសក់ខ្មោចនៅក្បែរជើងរបស់នាងគុនធាក៏ស្ទុះក្រោកចេញយ៉ាងលឿនហើយរត់ទៅក្រៅបន្ទប់របស់នាងបន្ទាប់មកនាងក៏បានចាប់អារម្មណ៍ថាពេលព្រឹកបានចូលមកដល់ហើយក្នុងថ្ងៃនេះគុនធាក៏បានរៀបចំអីវ៉ាន់ដើម្បីទៅស្នាក់នៅជាមួយនឹងមិត្តរបស់នាងមួយរយៈគុនធាក៏បាននិយាយទៅមិត្តរបស់នាងថាជាតាគ្នាសុំនៅជាមួយនឹងឯងមួយរយៈសិនមកចាំគ្នារកបន្ទប់ថ្មីបានសុំគ្នាចេញវិញជាតាក៏បានតបថាចុះឯងមានរឿងអីបានជាទឹកមុខរបស់ឯងដូចជាស្លេកស្លាំងខ្លាំងម្ល៉េះគុនធាក៏បានតបទៅវិញថាបើគ្នាប្រាប់ក៏ឯងមិនជឿគ្នាដែរជាតាក៏បាននិយាយថាមិនអីទេឯងនិយាយមកគុនធាក៏បានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ជាតាហើយជាតាក៏បានសួរបន្តថាចុះឯងទុកសក់ខ្មោចនោះនៅឯណាគុនធាក៏បានប្រាប់ថាគ្នាទុកនៅក្នុងបន្ទប់ជួលរបស់គ្នាមិនហ៊ានយកវាមកតាមខ្លួនទេគ្នាខ្លាចខ្លាំងណាស់ឯងជួយគ្នាផងជាតាក៏បានយល់ស្រាប់ឲ្យគុនធាស្នាក់នៅមួយរយៈទាំងដែលខ្លួននៅមានមន្ទិលសង្ស័យនៅឡើយពេលរាត្រីក៏បានចូលមកដល់នាវេលាម៉ោង 12 រំលងអាធ្រាត្រគុនធាដែលបានដេកលក់ទៅនៅក្រែជាមួយនឹងគ្នាក៏បានភ្ញាក់ដឹងខ្លួនដោយសារតែនាងមានអារម្មណ៍ថាមានដៃដ៏ត្រជាក់មួយបានលូកមកចាប់ជើងរបស់នាងគុនធាក៏បានបើកភ្នែកសន្សឹមរួចសម្លឹងមើលទៅចុងក្រែមួយរំពេចនោះនាងស្រាប់តែភាំងស្មារតីហើយចាប់ផ្ដើមញ័ររាងកាយដោយសារតែនាងបានឃើញនារីក្បាលត្រងោលនោះកំពុងតែធ្វើសម្លឹងមើលមកនាងដោយប្រសើរភ្នែកក្រហមឆៅគុនធាក៏បានបិទភ្នែករួចស្រែកមួយទំហឹងឯជាតាដែលដេកនៅក្បែរនោះក៏បានភ្ញាក់ឡើងដោយសារតែឮសំឡេងមិត្តរបស់ខ្លួនស្រែកជាតាក៏បាននិយាយទៅកាន់គុនធាថាគុនធាឯងកើតអីហ្នឹងមិនបានចឯងស្រែកខ្លាំងម្ល៉េះគុនធាមិនបានតបតនឹងមិត្តរបស់នាងឡើយដោយនាងបានត្រឹមតែលើកម្រាមដៃដែលកំពុងតែញ័ររបស់នាងចង្អុលទៅចុងក្រែជាតាក៏បានងាកទៅមើលចុងក្រែហើយនៅពេលនោះនាងក៏បានចាប់ផ្ដើមភាំងស្មារតីដោយសារតែនៅចុងក្រែមានសក់ពាក់ដ៏ខ្មៅរលោងមួយដែលមិនដឹងថាអ្នកណាឬអ្វីបានយកមកដាក់នៅទីនេះឡើយបន្ទាប់ពីបានមួយសន្ទុះជាតាក៏បាននិយាយឡើងថាគុនធា
គ្នាគិតថាឯងមិនអាចគេចផុតពីខ្មោចនោះបានទេតាមមើលទៅឯងតតែយកសក់នោះទៅសងគេវិញទើបគេអស់ចិត្តគុន្ធាក៏បានតបទៅកាន់ជាតាវិញថាតែគ្នាមិនដឹងថានៅណាជាម្ចាស់សក់នេះឡើយជាតាក៏បានតបថាមិនអីទេចាំព្រឹកស្អែកយើងនាំគ្នាទៅជួបម្ចាស់ហាងដែលបានលក់សក់នោះឲ្យឯងនាព្រឹកថ្ងៃបន្ទាប់គុន្ធានិងជាតាក៏បាននាំគ្នាទៅរកម្ចាស់ហាងលក់សក់ដែលគុន្ធាបានទិញកាលពីថ្ងៃមុនបន្ទាប់ពីបានទទូចអង្វរសួរនាំអស់ជាច្រើនម៉ោងម្ចាស់ហាងរូបនោះក៏យល់ព្រមប្រាប់នារីពីររូបនោះថាសក់ដែលគុន្ធាបានទិញនោះគឺគាត់ទទួលបានពីម៉ួយរបស់គាត់ដែលតែងតែយកសក់នោះមកលក់ឲ្យគាត់គុន្ធាក៏បានសុំព័ត៌មានរបស់អ្នកលក់សក់នោះហើយនាងក៏បានសួរនាំថាតើគាត់បានសក់នោះមកពីណាហើយតើម្ចាស់របស់សក់នោះនៅរស់ឬស្លាប់បាត់ទៅហើយដំបងឡើយបរិសនោះហាក់ដូចជាមានអារម្មណ៍ថាមិនចង់ឆ្លើយប្រាប់ទៅកាន់គុន្ធាឡើយតែបន្ទាប់ពីបានស្ដាប់រឿងរ៉ាវរបស់គុន្ធាហើយគាត់ហាក់ដូចជាអាណិតគុន្ធាណាស់បរិសលក់សក់នោះបាននិយាយថាកាលពីប្រហែលថ្ងៃមុនគាត់បានប្រទះឃើញសាកសពរបស់នារីម្នាក់ដែលគេរឹតកសម្លាប់នៅក្នុងស្ថានភាពអាក្រាតកាយទំនងដូចជាត្រូវគេចាប់រំលោភរួចរឹតកសម្លាប់ចោលដោយហេតុថាគាត់មានមុខរបរលក់សក់ពាក់ហើយគាត់ជួនសាកសពនារីរូបនោះមានសក់ខ្មៅរលោងដែលមានសភាពល្អខ្លាំងមែនទែនទើបបានជាគាត់សម្រេចចិត្តកាត់សក់នោះដើម្បីធ្វើជាសក់ពាក់ទុកលក់ឲ្យគេហើយបរិសរូបនោះក៏បាននិយាយទៀតថាពូស្ដាយក្រោយណាស់ដែលក្មួយជួបរឿងបែបនេះពូពិតជាគ្មានចេតនាទេគុន្ធាតបវិញថាមិនអីទេពូតើពូអាចប្រាប់ខ្ញុំបានទេថាសពរបស់នារីរូបនោះគេយកទៅទុកនៅឯណាបុរសរូបនោះក៏បាននិយាយប្រាប់ថាគាត់មិនបានស្គាល់អត្តសញ្ញាណរបស់សាកសពនារីរូបនោះឡើយដោយសារតែมันមានរបស់សម្គាល់អ្វីជាប់ខ្លួនហើយសពថ្ងៃនេះគេបានយកសពរបស់នារីរូបនោះទៅធ្វើបន់នៅក្នុងវត្តមួយកន្លែងនៅម្ដុំខណ្ឌសែនសុខគុន្ធាបានអរគុណបរិសនោះយ៉ាងខ្លាំងហើយនាងនិងជាតាក៏បាននាំគ្នាធ្វើដំណើរទៅរកវត្តមួយនោះពេលដែលអ្នកទាំងពីរបានទៅដល់វត្តនោះពួកគេក៏បានប្រទះឃើញរោងបន់សពតូចមួយហើយអ្នកទាំងពីរក៏បានដើរចូលទៅក្នុងរោងបន់នោះរួចគុន្ធាក៏បានទៅសំពះសពហើយយកសក់ពាក់នោះទៅសង់ម្ចាស់ដើមវិញចាប់តាំងពីពេលនោះមកគុន្ធាមិនបានជួបនារីក្បាលត្រងោលនោះទៀតឡើយហើយនាងក៏មិនដែលចង់យកសក់នោះមកពាក់ទៀតដែរដោយនាងខ្លាចជួបនឹងបទពិសោធន៍រន្ធត់នោះម្ដងទៀតរឿងសក់ខ្មោចបានមកដល់ភាពបញ្ចប់ហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតមកដល់ចប់កុំភ្លេចណារងចាំរឿងថ្មីនៅពេលក្រោយទៀតសូមអរគុណនិងសូមគោរពលា